ចំណូលក្លឹបបាល់ទាត់លីវើពូល$798 លានពីរដូវកាលមុនបាទរដូវកាលមុនគឺ2023-24ហ្នឹងបានមកពីណាបាទនេះជាសំណុំពររបស់បងប្អូនហាសាន់លីហ្វាំងបាទដែលគាត់ចង់ឲ្យខ្ញុំនិយាយពីលីវើពូលហើយលីវើពូលក៏ជាក្លឹបមួយដែលខ្ញុំគាំទ្រហើយក៏ចូលចិត្តដែរអញ្ចឹងចំណូលរបស់គាត់ដំបូងពីការលក់សំបុត្របាទសំបុត្រធម្មតាគឺគាត់លក់បាន$100 លានហើយសំបុត្រ VIP និងលក់មហូបអាហារឬអ្វីផ្សេងៗទៀតគឺបាន$33 លានអញ្ចឹងសរុបមកពីការលក់សំបុត្រក្នុងការប្រកួតហ្នឹងគឺបាន$133 លានបាទចំណូលទី2ដែលធំបាទគឺចំណូលដែលតទៅចំនួននិងពាណិជ្ជកម្មរបស់គាត់បាទអញ្ចឹងចំនួនពាណិជ្ជកម្មរបស់គាត់គឺទៅលើ sponsor ទៅលើកៅអៅនោះគឺសំខាន់ទី1រោងចក្រផលិតកៅអៅបាទ Nike គឺគាត់មួយឆ្នាំគាត់បង់$39 លានបាទហើយកុងត្រាគាត់បាត់នៅឆ្នាំ2025នេះដោយសារតែ Adidas បានដេញថ្លៃឈ្នះហើយអញ្ចឹងឆ្នាំ2025-26ទៅ Liverpool នឹងទទួលបានរហូតដល់$78 លានពី Adidas បាទ2ដងលើស Nike បាទប៉ុន្តែយើងនិយាយពីចំណូលពីឆ្នាំ23-24អញ្ចឹងខ្ញុំនិយាយពី Nike នឹងមុនបាទ$39 លានបាទចំណូលទី2គឺពីកៅអៅហ្នឹងគឺ Nike មានរោងចក្រកៅអៅហើយមួយទៀតគឺ sponsor កៅអៅធំបាទអញ្ចឹងនៅលើកៅអៅ Liverpool យើងឃើញ Standard Chartered Bank បាទជាធនាគារធំមួយនៅប្រទេសអង់គ្លេសបាទគឺគាត់ចំណាយ$65 លានក្នុងមួយឆ្នាំទៅលើការ sponsor កៅអៅរបស់ Liverpool អញ្ចឹងយើងនឹងឃើញនៅក្នុង Liverpool នឹងឃើញ Standard Chartered Bank បាទហើយមួយទៀតចំណូលមួយទៀតពីកៅអៅនឹងដែរគឺ sponsor កៅអៅនឹងដែរគឺទៅលើដៃកៅអៅរបស់គាត់ដៃអាវគាត់បាទអញ្ចឹងដៃអាវហ្នឹងគឺចំណូលហ្នឹងគឺបាន$19 លានពី Expedia បាទ Expedia ជាក្រុមហ៊ុនដូច Booking.com Agoda ជាក្រុមហ៊ុន book យើងអាច book សំបុត្រសំបុត្រយន្តហោះសំបុត្រមិនសំបុត្រឡាន hotel អីហ្នឹងបាទគឺ online យើងអាច book បានបាទ Expedia ហើយនៅក្រុមហ៊ុនផ្សេងៗ21ក្រុមហ៊ុនទៀតសរុបមកបូកចូលគ្នាបាទខ្ទង់$5 លាន$10 លានអីហ្នឹងគុណចូលគ្នាចុះឡើងទៅបាន$130 លានទៀតបាទអញ្ចឹងចំណូលពី sponsor ផ្សេងៗ21 sponsor ហ្នឹងបាន$130 លានទៀតហើយគាត់លក់កៅអៅលក់អីទៀតបាទ Nike គឺគាត់នឹងចែកចំណេញចំណូលពីការលក់កៅអៅរបស់គាត់បាន$117 លានទៀតបាទហើយនៅចុងក្រោយគឺចំណូលអីផ្សេងៗទាក់ទង license និងការជួលនៅ stadium បាទជួល stadium ដើម្បីធ្វើកម្មវិធីដូចជា concert ធំៗដូចជា Taylor Swift គាត់បានទៅធ្វើ concert ធំមួយនៅអង់គ្លេសនៅ Liverpool ផងដែរនៅឆ្នាំ2024បាទបទយន្ត Start Liverpool ទៅធ្វើដែរហើយនឹង concert ផ្សេងៗហើយក៏ដូចជានៅ Liverpool នោះគាត់មាន hall បាទសាលដើម្បីឲ្យគេធ្វើអាពាហ៍ពិពាហ៍បានដាក់បានទៅដល់500នាក់ក្នុងសាលប្រកួតណាអញ្ចឹងយើងធ្វើដល់ហ្នឹងទៅយើងអាចថត pre wedding ថតរូបថតការរបស់យើងស្អាតៗនៅទីនោះបានឬអ្នកខ្លះទេក៏គាត់ចង់ទៅដូចជាពួកបតទេគាត់ទៅមើលសារមន្ទីរ Liverpool បាទប្រវត្តិរបស់ Liverpool នឹងឃើញពានជោគជ័យរបស់គាត់ជាច្រើននៅក្នុងសារមន្ទីរហ្នឹងអញ្ចឹងណាបាទឬក៏ទៅដើរលេងនៅក្នុង start ហ្នឹងក៏ត្រូវ pay លុយដែរបាទចាចំណូលផ្សេងៗហ្នឹងគឺបានពីចំនួនគឺបាន$30 លានទៀតបាទអញ្ចឹងបើយើងបូក65 លានពី Standard Chartered Bank បូក39 លានពី Nike បូក19 លានពី Expedia បូក130 លានទៀតពី sponsor 21ផ្សេងៗទៀតបូក117 លានទៀតពីលូកាអាវបូក30 លានទៀតពីចំនួនផ្សេងៗដូចជាការជួល hall ជួលអីហ្នឹងសរុបមកគឺចំណូលពីចំនួនអាជីវកម្មរបស់គាត់បាន$400 លានបាទហើយតែ commercial revenue នឹង$400 លានបាទអញ្ចឹងចំណូលធំទី3គឺបានមកពីខាង broadcasting ឬក៏ media revenue បាទបានន័យថាយើងរកលុយពីការផ្សព្វផ្សាយបាទរកលុយដូចដែរដោយសារបើយើងធ្វើបានល្អគឺយើងបានរង្វាន់បានលុយបានអីច្រើនបន្ថែមពីនឹងទៀតណាគឺរង្វាន់នៃការផ្សព្វផ្សាយនឹងដូចឧទាហរណ៍ថាឆ្នាំមុនគាត់បានតែឆ្នាំមុនបានលេខ3បាទហើយឥឡូវនេះលេខ1អញ្ចឹងប្រហែលជាឆ្នាំនេះអាចឈ្នះលេខ1អញ្ចឹងពេលដែលគាត់បានលេខ3ដល់កាលមុនគាត់រកបាន$195 លានពីការផ្សព្វផ្សាយពីរង្វាន់ផ្សេងៗអីទាំងអស់ដែលខាង Premier League នឹង pay ទៅគាត់បាទ$195 លានហើយបើពី UEFA Europa League បាទUEFA Europa League គាត់បាន$58 លានកាលហ្នឹងគាត់បានទៅដល់វគ្គ8ក្រុមចុងក្រោយបាទហើយធ្លាក់ដោយសារ Atalanta ពីក្លឹបអ៊ីតាលីទម្លាក់គាត់បាទហើយបានមួយទៀតគឺបានពីការលេងនៅ League Cup និង FA Cup ដូចជា League Cup គាត់ឈ្នះនៅឆ្នាំមុនហើយ FA Cup គាត់ដូចជាធ្លាក់នៅវគ្គ8នាក់ចុងក្រោយបាទអញ្ចឹងយើងបូកបញ្ចូលគ្នាដើម្បីរកចំណូលពីការផ្សព្វផ្សាយនេះគេ media revenue នេះគឺ195បូក58បូក12យើងនឹងឃើញ$265 លានបាទអញ្ចឹងចំណូលធំទាំង3របស់គាត់គឺទី1ដែលធំជាងគេហ្នឹង
គឺហៅពីចំនួនបាទហៅពីចំនួនពាណិជ្ជកម្មបាទដូចជា sponsor និងការលក់ក្អាលក់អីហ្នឹងបាទគឺបាន$400 លានបាទទៅជា 50% បាទហើយទី2 match day revenue បានថាចំណូលតកតងនឹងការលក់សបត់នៅក្នុង start បាទគឺបានតែ$133 លានទេបាទយ៉ាងចំណូលទី3តកតងការចំណូលសប្តាហ៍គឺបាន$265 លានដែលសរុបទាំងអស់ចំណូលបាន$798 លានបាទហើយខ្ញុំក៏មានឃើញមានអ្នកសំណួរសួរថាតើតើនឹងការទិញលក់កីឡាករបាទអាចចំណូលនោះគឺខ្ញុំអត់រាប់ចូលក្នុងនឹងទេបាទតែចំណូលជារង្វាន់គឺខ្ញុំរាប់ចូលក្នុង media revenue ឬ broadcasting revenue ព្រោះថារង្វាន់នោះគឺបានមកពីណាគឺបានពីចំណូលពីការផ្សព្វផ្សាយនឹងគេទិញសិទ្ធិដូច Champion League គេទិញសិទ្ធិទៅផ្សព្វផ្សាយនៅអាស៊ីនៅអឺរ៉ុបនៅអាហ្វ្រិកនៅអាមេរិកអីចឹងទៅគឺគាត់បានចំណូលប៉ុណ្ណឹងទៅតែអ្នកឈ្នះគាត់ឲ្យរង្វាន់ច្រើនអញ្ចឹងណាតាមដំណាក់កាលមួយបាទតែការកីឡាករការទិញលក់កីឡាករវាមានភាពស្មុគស្មាញផងថាវាមានរឿង accounting ច្រើនដើម្បីទៅគិតណាហើយខ្ញុំលើកទីហោមួយយើងទិញកីឡាករមួយ$100 លានកងត្រាគាត់5ឆ្នាំអញ្ចឹងក្នុងការកត់លើចំណាយគេអត់កត់ទៅលើថាចំណាយ$100 លាននៅឆ្នាំហ្នឹងនេះគេកត់ថាចំណាយបើ5ឆ្នាំ100ចែកនឹង5 $20 លានអញ្ចឹងកីឡាករហ្នឹងគេចំណាយមួយឆ្នាំ$20 លានទោះតែគេបងលុយ$100 លានភ្លាមទៅឲ្យក្លឹបផ្សេងក៏ដោយប៉ុន្តែពេលខ្លះគាត់ចរចាបងតែដំណាក់កាលដូចគ្នាពេលខ្លះបងទាំងអស់តែការកត់ចំណាយគឺកត់ចំណាយតែ$20 លានទោះជាការចំណាយយើងចេញទៅអស់$100 លានបាទបានណាលុយយើងចេញអស់$100 លានចំណាយយើងមួយឆ្នាំ$20 លានទៅលើកងត្រា5ឆ្នាំអញ្ចឹងណាអញ្ចឹងមានភាពស្មុគស្មាញរឿងហ្នឹងដែលខ្ញុំអត់នឹងរាប់ចូលក្នុងជាចំណូលទេគឺខ្ញុំរាប់ទៅចំណូលទូទៅបាទគាត់ថាឆ្នាំមុនគាត់ទិញកីឡាករច្រើនជាងគាត់លក់កីឡាករដែរឆ្នាំមុនហើយគាត់អត់បានចំណេញទេឆ្នាំមុនហ្នឹងគឺមានការខាត2023-24អញ្ចឹងឆ្នាំនេះប្រហែលជាគាត់ចំណេញដោយសារគាត់មានគាត់បានទៅវគ្គជ្រៅមិនវគ្គជ្រៅច្រឡំបានលេខ1ក្នុង Premier League បាទអញ្ចឹងបានលេខ1ក្នុង Premier League អញ្ចឹងគាត់សង្ឃឹមនឹងឈ្នះហើយឆ្នាំនេះបាទហើយគឺសង្ឃឹមថា fan Liverpool នឹងសប្បាយចិត្តខ្លាំងណាស់បាទគឺឈ្នះល្អមែនទែនឆ្នាំហ្នឹងបាទគាត់ធ្វើបានល្អមែនទែនអូខេសម្រាប់តួលេខទាំងអស់នេះគឺខ្ញុំធ្វើការស្រាវជ្រាវច្រើនបាទហើយពេលខ្លះដើម្បីងាយស្រួលខ្ញុំធ្វើឲ្យវាទៅជាលេខគត់ដើម្បីងាយស្រួលហើយចំណូលមួយចំនួនខ្ញុំបោកបញ្ចូលគ្នាតែម្ដងកុំឲ្យមានភាពស្មុគស្មាញអញ្ចឹងខ្ញុំចូលចិត្តតកតងតួលេខដោយសារខ្ញុំរៀនបណ្ឌិតសេដ្ឋកិច្ចនៅអាមេរិកអញ្ចឹងខ្ញុំអ្វីក៏តកតងតួលេខខ្ញុំអាចនឹងចែកម្លែកបានតកតងចំនួនតួលេខហើយក្លឹបបាល់ទាត់កីឡាករឬអ្វីទាំងអស់បាទបើមានសំណុំពរអាចតម្លាក់ចូលទៅក្នុង comment បានតទៅនឹងការថាឲ្យខ្ញុំធ្វើអីចឹងណាបាទប៉ុន្តែព័ត៌មានត្រូវតែពេលខ្លះយើងដឹងដោយសារព័ត៌មានហ្នឹងក៏បានចែកម្លែកទៅក្នុងសាធារណៈដែរហើយយើងអាចស្រាវជ្រាវបានព័ត៌មានខ្លះបើហើយជាយើងពិបាកនឹងស្រាវជ្រាវខ្ញុំអាចធ្វើការប៉ាន់ស្មានហើយពេលខ្លះគឺពិបាកនឹងប៉ាន់ស្មានគឺខ្ញុំនឹងមិនធ្វើការនិយាយជជែកទេបាទពួកខ្ញុំពិចារណាជជែកអ្វីដែលច្បាស់បាទអូខេសង្ឃឹមថាអ្នកនរគ្នានឹងគ្រប់គ្រងនៅ content របស់ខ្ញុំបែបនេះតើតើនឹងការរលុយរបៀប club សេដ្ឋីតើតើនឹង tip នៃការសិក្សាតើតើនឹងអ្វីៗបាទដែលមានផលប្រយោជន៍ដល់អ្នកទាំងអស់គ្នា